ហេតុអ្វីបានជាការចងសម្ព័ន្ធភាពមិនផ្លូវការនៃក្រុមប្រឆាំងអាមេរិកមានគ្រោះថ្នាក់ខ្លាំងម្ល៉េះប្រសិនបើសកម្មភាពមានទម្ងន់ជាងសម្ដីមហាអំណាចប្រឆាំងធំទាំង4របស់សហរដ្ឋអាមេរិកបានផ្ញើសារយ៉ាងច្បាស់លាស់មួយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅក្នុងខែមិថុនាមេដឹកនាំចិនលោកស៊ីជីនពីងបានធ្វើដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ2026ទៅកាន់ប្រទេសកូរ៉េខាងជើងដែលនៅទីនោះរូបលោកនិងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាដោយមិនមានការលើកឡើងអំពីការរំសាយអាវុធនុយក្លេអ៊ែរឡើយដែលជាក្តីរំពឹងរបស់លោកខាងលិចនិងជាពិសេសពីសំណាក់អាមេរិកដំណើរទស្សនកិច្ចរបស់លោកស៊ីបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកទី25របស់ខ្លួនទៅកាន់ប្រទេសចិនដែលនៅទីនោះរូបលោកនិងលោកស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន20ផ្សេងគ្នាដែលត្រូវបានគេដឹងថាគ្រប់ដណ្ដប់លើវិស័យពាណិជ្ជកម្មបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទន្ទឹមនឹងនេះរបាយការណ៍ព័ត៌មាននានាបានលាតត្រដាងលម្អិតអំពីរបៀបដែលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានផ្ដល់ការគាំទ្រដោយប្រយោលដល់ប្រទេសអ៊ីរ៉ង់នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយនឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិករួមមានទាំងការផ្ដល់រូបភាពពីផ្កាយរណបស្ដីពីទីតាំងកងទ័ពអាមេរិកនៅក្នុងតំបន់ដើម្បីធានាដល់ការប្រើប្រាស់គ្រាប់មីស៊ីលនិងដ្រូនទំនើបដើម្បីវាយចំគោលដៅប្រទេសទាំង4នេះដែលរួមមានចិនអ៊ីរ៉ង់កូរ៉េខាងជើងនិងរុស្ស៊ីមិនមានសម្ព័ន្ធភាពផ្លូវការជាមួយគ្នានោះទេក៏ប៉ុន្តែសញ្ញាណដែលត្រូវបានបង្ហាញជាសាធារណៈមួយរយៈចុងក្រោយនេះពួកគេកំពុងបង្កើនការចងក្រងកម្លាំងនិងគ្រប់គ្រងគ្នាទៅវិញទៅមកក្នុងលក្ខណៈដែលកំពុងផ្លាស់ប្ដូរជញ្ជីងអំណាចជាក់ស្ដែងនិងកំពុងប្រជែងទល់នឹងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសសម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោនផងអ្នករិះគន់បែបមន្ទិលសង្ស័យបានវែកញែកថាការចងសម្ព័ន្ធភាពនេះនៅមានកម្រិតស្តង់នៅឡើយដោយសារត្រូវបានបំបែកដោយផលប្រយោជន៍ប្រជែងគ្នាហើយក៏អាចបញ្ជាក់បានដែរថាពួកគេមានការសង្ស័យចំពោះគ្នាទៅវិញទៅមកនៅក្នុងទស្សនៈនេះវាមិនមានលក្ខណៈដូចទៅនឹងមហាអំណាចត្រីភាគីដ៏គួរឲ្យភ័យខ្លាចនៅក្នុងសម័យសង្គ្រាមលោកលើកទី2កាលពីឆ្នាំ1939នោះទេព្រោះពួកគេខ្វះការបដិញ្ញាចិត្តជាផ្លូវការឬការប្រើប្រាស់វោហារសាស្ត្រជាសាធារណៈបែបឈ្លានពានសូម្បីតែអង្គភាពស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកក៏បានលើកឡើងនូវទម្រង់នៃអំណាងនេះផងដែរនៅក្នុងការវិតម្លៃការគម្រាមកំហែងប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ2026ដោយបានសន្និដ្ឋានថាទំនាក់ទំនងទាំងនេះគឺនៅមានកម្រិតនិងជាលក្ខណៈទ្វេភាគីជាចម្បងហើយទស្សនៈស្ដីពីការចងសម្ព័ន្ធភាពរបស់សត្រូវអាចប្រឈមទៅនឹងការវិតម្លៃហួសហេតុពេកអំពីជំរឿនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះក៏ប៉ុន្តែអវត្តមាននៃប្លុកផ្លូវការមួយដែលមិនទាន់ត្រូវបានបង្ហាញឲ្យឃើញជាទូទៅនៅឡើយមិនមែនមានន័យថាជាកិច្ចសហប្រតិបត្តិការនោះខ្សោយទេតាមពិតទៅភាពជាដៃគូទ្វេភាគីនេះឯងប្រហែលជាកត្តាដ៏ជាក់លាក់ដែលធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់រដ្ឋទាំង4នេះបានសហការគ្នាយ៉ាងជិតស្និទ្ធលើការធ្វើសមរណកម្មយោធាការផ្ទេរបច្ចេកវិទ្យានិងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកក្នុងកម្រិតមួយដែលលើសពីភាពជាដៃគូបែបផ្ដាច់ការភាគច្រើននាពេលកន្លងមកការរៀបចំដែលមានលក្ខណៈទ្វេភាគីក្នុងចំណោមសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្នអាចត្រូវបានចរចាលឿនជាងមុន
ងាយស្រួលក្នុងការលាក់បាំងឬបដិសេធនិងកាន់តែងាយស្រួលនៅក្នុងការកែច្នៃឲ្យស្របទៅតាមតម្រូវការយុទ្ធសាស្ត្រចំពោះមុខនៃគូភាគីនីមួយៗបើប្រៀបធៀបទៅនឹងសម្ព័ន្ធភាពផ្ដាច់ការជាផ្លូវការបែបប្រពៃណីក្នុងអតីតកាលជាការពិតណាស់ប្រវត្តិសាស្ត្របានបង្ហាញថាសម្ព័ន្ធភាពផ្ដាច់ការជារឿយៗតែងតែបង្ហាញពីភាពផុយស្រួយនិងមិនអាចទុកចិត្តបាននៅពេលដែលត្រូវបានធ្វើឡើងជាផ្លូវការជាពិសេសនៅពេលដែលវាមានការពាក់ព័ន្ធទៅនឹងប្រទេសច្រើនជាងពីអ្វីដែលកំពុងលេចរូបរាងឡើងក្នុងចំណោមមហាអំណាចទាំង4នេះអាចមានភាពបត់បែនជាងហើយបើពិនិត្យក្នុងទស្សនវិជ្ជាខ្លះវាអាចមានគ្រោះថ្នាក់ជាងសហព័ន្ធផ្លូវការទៅទៀតហេតុដូច្នេះប្រឈមទៅនឹងបញ្ហានេះកិច្ចការរបស់ទីក្រុង Washington មិនមែនស្ថិតតែទៅលើការកំណត់ថាតើក្រុមបណ្ដាប្រទេសផ្ដាច់ការថ្មីមួយបានលេចឡើងឬអត់នោះទេព្រោះវាមិនទាន់បានកើតឡើងនៅឡើយសំណួរដែលសំខាន់ជាងនេះគឺថាតើបណ្ដាញកិច្ចសហប្រតិបត្តិការយោធាបច្ចេកវិទ្យានិងនយោបាយដែលទោះបីជាធូររលុងប៉ុន្តែមានសមត្ថភាពកាន់តែខ្ពស់នេះអាចបង្កើតឲ្យមានឥទ្ធិពលជាយុទ្ធសាស្ត្រប្រហាក់ប្រហែលឬលើសពីសម្ព័ន្ធភាពផ្លូវការដែរឬទេកាន់តែខ្លាំងឡើងចម្លើយហាក់ដូចជាអាចសហរដ្ឋអាមេរិកនឹងមិនអាចបំបែកការចង់សម្ព័ន្ធភាពនេះឲ្យរលាយបានឡើយប៉ុន្តែតាមរយៈការយល់ដឹងពីទម្រង់រចនាសម្ព័ន្ធនិងការយកចិត្តទុកដាក់ចំពោះវាឲ្យបានម៉ឺងម៉ាត់ទីក្រុង Washington នៅតែអាចមានលទ្ធភាពកម្រិតប្រសិទ្ធភាពរបស់វាបានថ្ងៃនេះជាការដោះដូរផលប្រយោជន៍ថ្ងៃស្អែកជាយុទ្ធសាស្ត្រប្រទេសចិនអ៊ីរ៉ង់កូរ៉េខាងជើងនិងរុស្ស៊ីសុទ្ធតែមានទំនាក់ទំនងប្រឈមមុខដាក់គ្នាយ៉ាងយូរអង្វែងជាមួយសហរដ្ឋអាមេរិកប៉ុន្តែគឺទើបតែចាប់តាំងពីឆ្នាំ2022មកប៉ុណ្ណោះដែលពួកគេបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការដែលមានអត្ថន័យពិតប្រាកដកាតាលីករឬនិយាយម្យ៉ាងទៀតថាជាភ្នាក់ងារជំរុញដ៏សំខាន់បំផុតគឺការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននៅឆ្នាំនោះដែលបន្ទាប់ពីព្រឹត្តិការណ៍នោះមកទីក្រុងមូស្គូបានប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងការរំសាយអស់យ៉ាងលឿននៅស្តុកអាវុធគន្លឹះរបស់ខ្លួននៅពេលដែលរុស្ស៊ីត្រូវការការគ្រប់គ្រងយោធាពីខាងក្រៅបន្ថែមទៀតខ្លួនក៏បានប្រែជាមានឆន្ទៈខ្ពស់ជាងមុនក្នុងការដោះដូរបច្ចេកវិទ្យាយោធាកម្រិតខ្ពស់និងជំនាញប្រតិបត្តិការរបស់ខ្លួនដើម្បីជាធ្នូនឹងការទទួលបាននូវអាវុធទាំងនោះជាឧទាហរណ៍កូរ៉េខាងជើងដំបូងឡើយបានផ្អាកការគ្រប់គ្រងដែលមានអត្ថន័យបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីប៉ុន្តែត្រឹមឆ្នាំ2023ខ្លួនបានក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមរបស់ទីក្រុងមូស្គូដែលបានផ្ដល់គ្រាប់កាំភ្លើងធំរាប់លានគ្រាប់មីស៊ីលបាឡីស្ទិកនិងសម្ភារៈយោធាផ្សេងៗទៀតជាការឆ្លើយតបវិញរុស្ស៊ីបានផ្ដល់ជំនួយដល់កូរ៉េខាងជើងនៅក្នុងការធ្វើទំនើបកម្មយោធារួមមានទាំងផ្នែកផ្កាយរណបនិងប្រព័ន្ធការពារអាកាសព្រមទាំងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងនេះបានចាប់ផ្ដើមចេញពីទម្រង់នៃការដោះដូរផលប្រយោជន៍សុទ្ធសាធប៉ុន្តែបានបន្តវិវត្តទៅជាទំនាក់ទំនងកាន់តែជ្រៅនិងមានលក្ខណៈយុទ្ធសាស្ត្រជាក់ស្ដែងក្នុងឆ្នាំ2024ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមកហើយបន្ទាប់មកលោកគឹមចុងអ៊ុនបានបញ្ជូនកងទ័ពប្រមាណជា 12,000 នាក់ដើម្បីគ្រប់គ្រងប្រតិបត្តិការយោធារបស់រុស្ស៊ីដែលនេះជាការដាក់ពង្រាយកងទ័ពប្រយុទ្ធក្រៅប្រទេសទ្រង់ទ្រាយធំលើកដំបូងបំផុតរបស់កូរ៉េខាងជើងស្រដៀងគ្នានេះដែរប្រទេសអ៊ីរ៉ង់បានលេចមុខឡើងជាដៃគូសម័យសង្គ្រាមដ៏សំខាន់មួយសម្រាប់រុស្ស៊ីកាលពីដំបូងឡើយទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ
នៅដ្រូនវិប្រហារប្រភេទ One Way Attack Drones ចំនួនយ៉ាងច្រើនរួមទាំងប្រព័ន្ធ Shahed ដែលត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនបន្ទាប់មកខ្លួនបានពង្រីកការគ្រប់គ្រងរួមមានទាំងមីស៊ីល ballistic ជំនាញបច្ចេកទេសនិងគ្រូបង្ហាត់ទំនាក់ទំនងនេះចាប់តាំងពីពេលនោះមកបានវិវត្តទៅជាការផលិតរួមគ្នាក្នុងវិស័យការពារជាតិដោយរុស្ស៊ីនិងអ៊ីរ៉ង់បានសហការគ្នាផ្ដល់ហិរញ្ញប្បទាននិងផលិតដ្រូនដែលរចនាឡើងដោយអ៊ីរ៉ង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអាឡាប៊ូហ្កាក្នុងប្រទេសរុស្ស៊ីប្រទេសចិនបើទោះបីជាបានទប់ទល់មិនផ្ដល់អាវុធដោយផ្ទាល់ដល់រុស្ស៊ីក៏ដោយប៉ុន្តែការគ្រប់គ្រងរបស់ខ្លួនគឺមិនអាចខ្វះបានឡើយសម្រាប់កិច្ចប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូមន្ត្រីអាមេរិកបានថ្លែងថាប្រទេសចិនកំពុងផ្គត់ផ្គង់បច្ចេកវិទ្យាប្រើប្រាស់បានពីរផ្លូវនោះគឺទាំងផ្នែកស៊ីវិលផងនិងផ្នែកយោធាផងរួមមានគ្រឿងមីក្រូអេឡិចត្រូនិកម៉ាស៊ីនឧបករណ៍ជាច្រើនប្រភេទសារធាតុនីត្រូស៊ែលូឡូសដែលប្រើប្រាស់សម្រាប់ផលិតគ្រាប់រំសេវគ្រឿងបង្គុំអុបទិកសម្រាប់ប្រើប្រាស់ក្នុងរថក្រោះនិងរថពាសដែករបស់រុស្ស៊ីព្រមទាំងធាតុចូលសំខាន់ៗដទៃទៀតសម្រាប់ផលិតកម្មអាវុធជំនួយរបស់ចិនបានជួយឲ្យរុស្ស៊ីអាចស្ដារមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួនឡើងវិញបានយ៉ាងឆាប់រហ័សជាងការដែលខ្លួនអាចធ្វើទៅរួចដោយគ្មានជំនួយនេះនិយាយម្យ៉ាងទៀតចិនបានក្លាយទៅជាគ្រឹះសេដ្ឋកិច្ចនិងឧស្សាហកម្មនៃការកសាងកម្លាំងយោធាឡើងវិញរបស់រុស្ស៊ីហើយស្របពេលជាមួយគ្នានឹងការសហការរបស់ចិនជាមួយកូរ៉េខាងជើងនិងអ៊ីរ៉ង់ការចូលរួមផ្នែកសេដ្ឋកិច្ចនេះបាននាំទៅរកកិច្ចសហប្រតិបត្តិការយោធាកាន់តែជ្រៅរួមមានទាំងការបង្កើនសមត្ថភាពធ្វើសហប្រតិបត្តិការរួមគ្នានិងការពង្រីកការល្បាតដោយយន្តហោះទម្លាក់គ្រាប់បែករួមគ្នាព្រមទាំងការធ្វើសមយុទ្ធយោធាជើងទឹកយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីរុស្ស៊ីនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ស្ដីអំពីការបណ្ដុះបណ្ដាលយោធាកាលពីខែកក្កដាឆ្នាំ2025ដែលនៅក្រោមប្រព័ន្ធនេះកងទ័ពរុស្ស៊ីចំនួន200នាក់ត្រូវបានទទួលការបណ្ដុះបណ្ដាលរួចរាល់ហើយនៅក្នុងប្រទេសចិនលើសង្គ្រាមដ្រូនជាការឆ្លើយតបវិញរុស្ស៊ីបានផ្ដល់ដល់ដៃគូរបស់ខ្លួននៅជំនួយផ្នែកបច្ចេកវិទ្យានិងយោធាដែលអាចផ្លាស់ប្ដូរជញ្ជីងអំណាចក្នុងតំបន់យ៉ាងពិតប្រាកដនៅក្នុងខែវិច្ឆិកាឆ្នាំ2024មេបញ្ជាការនៃទីបញ្ជាការ Indo-Pacific របស់សហរដ្ឋអាមេរិកឧត្តមសេនីយ៍ឯក Samuel Paparo បានប្រមានថាលោករំពឹងថារុស្ស៊ីនឹងផ្ដល់បច្ចេកវិទ្យាមុជទឹកដល់ប្រទេសចិនដែលមានសក្តានុពលក្នុងការបិទបញ្ចប់ឧត្តមភាពក្រោមផ្ទៃទឹករបស់សហរដ្ឋអាមេរិកដោយគ្នានេះដែរទីភ្នាក់ងារស៊ើបការសម្ងាត់ការពារជាតិអាមេរិកហៅកាត់ថា DIA បានវិតម្លៃក្នុងឆ្នាំ2025ថារុស្ស៊ីកំពុងពង្រឹងការចែករំលែកបច្ចេកវិទ្យាអវកាសនុយក្លេអ៊ែរនិងមីស៊ីលព្រមទាំងជំនាញនិងសម្ភារៈឲ្យទៅប្រទេសចិនអ៊ីរ៉ង់និងកូរ៉េខាងជើងដែលអាចជួយឲ្យប្រទេសទាំង3នេះពន្លឿនការអភិវឌ្ឍអាវុធមហាប្រឡ័យនិងឧបករណ៍យោធាទំនើបៗដទៃទៀតដល់ពួកគេរដ្ឋទាំងនេះក៏កំពុងជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយទណ្ឌកម្មរបស់បច្ចឹមប្រទេសនិងកាត់បន្ថយភាពឯកោផ្នែកយុទ្ធសាស្ត្រផងដែរជាឧទាហរណ៍ដោយដែលគណៈកម្មការទទួលបន្ទុកត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិកចិនបានរាយការណ៍ជូនសភាអាមេរិកថាប្រទេសចិនបានជួយរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើងក្នុងការគេចវេះពីទណ្ឌកម្មរបស់បច្ចឹមប្រទេសតាមរយៈការលាងលុយការធ្វើពាណិជ្ជកម្មដោះដូរទំនិញនិងការប្រើប្រាស់ក្រុមនាវាដឹកប្រេងស្រមោលព្រមទាំងការគេចវេះពីការត្រួតពិនិត្យការនាំចេញតាមរយៈការលក់ផ្ទាល់ការផ្ទេរទំនិញបន្តការផ្ទេរបច្ចេកវិទ្យានិងការផលិតក្នុងស្រុកការរួមគ្នាផលិតអាវុធការផ្ទេរបច្ចេកវិទ្យានិងការធ្វើសមារណកម្មខ្សែសង្វាក់ផ្គត់ផ្គង់បានជួយពង្រឹងភ
ភាពធន់បែបនេះទន្ទឹមនឹងនេះស្ថាប័ននានាដូចជាប្លុកប្រទេស BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ SCO បានផ្ដល់ជាវិធីការទូតដែលអនុញ្ញាតឲ្យប្រទេសទាំងនេះអាចធ្វើឲ្យការរៀបចំផ្នែកនយោបាយនិងសេដ្ឋកិច្ចជំនួសដែលបង្កើតឡើងនៅក្រៅស្ថាប័នដឹកនាំដោយសហរដ្ឋអាមេរិកមានភាពស្របច្បាប់ជាបណ្ដាលទ្ធផលចុងក្រោយបង្អស់នៃការបូកបញ្ចូលគ្នានេះគឺការបង្កើតឡើងនៅប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មនិងសន្តិសុខស្របគ្នាមួយដែលមានភាពរងគ្រោះតិចជាងមុនពីសំណាក់សហរដ្ឋអាមេរិកការពិតដែលថាការចងសម្ព័ន្ធភាពនេះមានលក្ខណៈទ្វេភាគីនិងមិនទាន់ឈានទៅដល់កម្រិតសម្ព័ន្ធភាពផ្លូវការដែលមានប្រទេសចិនក៏មិនមែនជាហេតុផលដែលត្រូវវិតម្លៃទាបនោះឡើយជាការពិតណាស់វាពិបាកនឹងមើលឃើញណាស់ថាតើកិច្ចសហប្រតិបត្តិការរវាងចិនអ៊ីរ៉ង់កូរ៉េខាងជើងនិងរុស្ស៊ីនេះនឹងអាចមានឥទ្ធិពលជាងនេះទៅទៀតយ៉ាងដូចម្តេចប្រសិនបើវាប្រែជាក្រុមសម្ព័ន្ធមិត្តផ្លូវការដោយករណីប្រវត្តិសាស្ត្រសម្ព័ន្ធភាពផ្ដាច់ការនេះនោះយ៉ាងណាមិញសម្ព័ន្ធភាពនៅក្នុងសតវត្សទី19ជារឿយមាននិន្នាការជាក្របខ័ណ្ឌការពារខ្លួនដែលរចនាឡើងដើម្បីគ្រប់គ្រងការប្រជែងគ្នារវាងមហាអំណាចនិងការគំរាមកំហែងផ្ទៃក្នុងពលគឺបណ្ដាប្រទេសសម្ព័ន្ធមិត្តបានសន្យាថាប្រសិនបើភាគីណាមួយធ្វើសង្គ្រាមភាគីដទៃទៀតនឹងមិនចូលរួមជាមួយនឹងសត្រូវឡើយនៅក្នុងសម័យនោះគឺស្ទើរតែមិនមានការរៀបចំផែនការយោធារួមគ្នាគ្មានរចនាសម្ព័ន្ធបញ្ជាការរួមគ្នានិងគ្មានលទ្ធិយោធារួមគ្នានោះឡើយផ្ទុយទៅវិញនាពេលបច្ចុប្បន្ននេះប្រទេសចិនអ៊ីរ៉ង់កូរ៉េខាងជើងនិងរុស្ស៊ីកំពុងជួយពង្រឹងកម្លាំងគ្នាទៅវិញទៅមកយ៉ាងសកម្មនិងកំពុងចែករំលែកធនធានព្រមទាំងចំណេះធ្វើកាន់តែច្រើនឡើងសូម្បីតែសម្ព័ន្ធភាពផ្ដាច់ការដែលគួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបគឺចុងសម្ព័ន្ធភាពនៃរបបណាស៊ីអាល្លឺម៉ង់ចក្រភពជប៉ុននិងហ្វាស៊ីសអ៊ីតាលីទាំងមុននិងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2ក៏មានលក្ខណៈខ្សោយដែរបើប្រៀបធៀបមកពេលនេះនៅឆ្នាំ1939ប្រទេសទាំង3បានចុះហត្ថលេខាលើសម្ព័ន្ធភាពត្រីភាគីដែលបានតម្រូវឲ្យប្រទេសនីមួយៗជួយគ្នាទៅវិញទៅមកប្រសិនបើភាគីណាមួយត្រូវបានវាយប្រហារដោយមហាអំណាចដែលមិនទាន់ចូលរួមនៅក្នុងសង្គ្រាមប៉ុន្តែវាមិនមានការរៀបចំផែនការប្រតិបត្តិការឬការសម្របសម្រួលគ្នានោះឡើយអាល្លឺម៉ង់ខ្លួនឯងមិនបានប្រាប់ជប៉ុនអំពីផែនការឈ្លានពានសហភាពសូវៀតរបស់ខ្លួនឡើយចំណែកជប៉ុនក៏ដូចគ្នាគឺមិនបានជម្រាបអាល្លឺម៉ង់អំពីផែនការវាយប្រហារពីលហាបឺរបស់ខ្លួនដែរក្រុមសម្ព័ន្ធមិត្តត្រីភាគីមិនដែលបានអនុវត្តប្រតិបត្តិការយោធារួមគ្នាសូម្បីតែម្ដងជប៉ុនថែមទាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាអព្យាក្រឹតភាពជាមួយទីក្រុងមូស្គូឆ្នាំ1941ហើយបានរក្សាវារហូតដល់សប្តាហ៍ចុងក្រោយនៃសង្គ្រាមដោយមិនខ្វល់ខ្វាយទាល់តែសោះអំពីសង្គ្រាមរបស់អាល្លឺម៉ង់នៅសមរភូមិខាងកើតសម្ព័ន្ធភាពរវាងចិននិងសូវៀតដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី2មានលក្ខណៈស៊ីជម្រៅជាងក៏ប៉ុន្តែនៅតែផុយស្រួយសន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅខែកុម្ភៈឆ្នាំ1950ដោយផ្អែកទៅលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមកជាកំហិតដើម្បីរារាំងការងើបឡើងវិញនៃចក្រភពជប៉ុនប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងសង្គ្រាមកូរ៉េហើយបន្ទាប់មកក៏មានកិច្ចសហប្រតិបត្តិការនិងការរួមគ្នាផលិតក្នុងកម្រិតឧស្សាហកម្មយោធាមួយចំនួនក៏ប៉ុន្តែមេដឹកនាំសូវៀតគឺលោកជូសេហ្វស្តាលីនបានចាត់ទុកប្រទេសចិនត្រឹមតែជាដៃគូបន្តបន្សំឬនិយាយមួយបែបទៀតគឺថាជាដៃគូថ្នាក់ក្រោមប៉ុណ្ណោះដែលនេះជាការប្រមាថមួយដែលមេដឹកនាំចិនគឺលោកម៉ាសេតុងបានដឹងយ៉ាងច្បាស់ហើយបន្ទាប់ពីលោកស្តាលីនបានទទួលមរណភាព
សម្ព័ន្ធភាពនេះក៏បានចាប់ផ្ដើមរលាយបាត់ទៅវិញនៅពេលដែលភាពមិនពេញចិត្តរបស់ម៉ៅចំពោះសម្ព័ន្ធភាពដែលគ្មានសមភាពនេះបានផ្ទុះឡើងផ្ទុយទៅវិញទំនាក់ទំនងបុគ្គលនៅក្នុងទំនាក់ទំនងចិនរុស្ស៊ីនាពេលបច្ចុប្បន្ននេះគឺមានភាពស៊ីជម្រៅណាស់លោកស៊ីនិងលោកពូទីនបានជួបគ្នាច្រើនជាង40ដងរួចមកហើយនិងបានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងជ្រាលជ្រៅនៅក្នុងការធ្វើការងាររួមគ្នារួមទាំងបានប្រកាសបង្កើតអ្វីដែលពួកគេហៅថាភាពជាដៃគូគ្មានដែនកំណត់ផងដែរការចងសម្ព័ន្ធភាពនេះត្រូវបានដឹកនាំផ្ទាល់ដោយមេដឹកនាំទាំងពីរដែលការនេះបានធានាថាគ្រប់ផ្នែកដទៃទៀតនៅក្នុងរដ្ឋាភិបាលរបស់ពួកគេនឹងត្រូវដំណើរការទៅតាមនោះដែរជាការពិតណាស់វាតែងតែមានភាពតានតឹងនៅក្នុងចំណោមប្រទេសទាំង4នេះជាឧទាហរណ៍កាសែត The New York Times បានរាយការណ៍ថាទីភ្នាក់ងារស៊ើបអង្កេតសម្ងាត់ផ្ទៃក្នុងរបស់រុស្ស៊ីមានការភ័យខ្លាចចំពោះការជ្រៀតចូលរបស់ចិនហើយអ្នកប្រាជ្ញប្រចាំប្រទេសបានចង្អុលបង្ហាញអំពីជនជាតិរុស្ស៊ីដែលរិះគន់ចិននិងជនជាតិចិនដែលរិះគន់រុស្ស៊ីដើម្បីធ្វើជាភស្តុតាងបង្ហាញថាការចងសម្ព័ន្ធភាពនេះមិនមានភាពរឹងមាំដោយដែលវាបានលេចឡើងនោះទេប៉ុន្តែចុងក្រោយមេដឹកនាំនៃប្រទេសទាំងពីរនេះហាក់ដូចជាបានដាក់ចិត្តដាក់កាយទាំងស្រុងនិងជាអ្នកកំណត់របៀបវារៈហើយតំណាងរបស់ពួកគេកំពុងជួបប្រជុំនិងពិភាក្សាគ្នាជាទៀងទាត់ដើម្បីដោះស្រាយបញ្ហារមាស់រំខាននានានៅក្នុងទំនាក់ទំនងរបស់ពួកគេដោយកាត់បន្ថយវាឲ្យកាន់តែមានកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបានដើម្បីធានាថាវាមិនរារាំងដល់ការចងសម្ព័ន្ធភាពឲ្យកាន់តែទូលំទូលាយនោះឡើយការចងសម្ព័ន្ធភាពរបស់សត្រូវជាឥទ្ធិពលដល់ផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតាមវិធីជាច្រើនដូចជាទី1សង្គ្រាមនៅក្នុងតំបន់ណាមួយដែលមានការពាក់ព័ន្ធទៅនឹងមហាអំណាចមួយក្នុងចំណោម4នេះគឺមានលទ្ធផលខ្ពស់ណាស់ដែលនឹងនាំឲ្យមហាអំណាចដទៃទៀតចូលរួមអន្តរាគមន៍ដោយប្រយោលដោយដែលចិននិងអ៊ីរ៉ង់និងកូរ៉េខាងជើងបានធ្វើនៅក្នុងសង្គ្រាមអ៊ុយក្រែននិងដោយដែលចិននិងរុស្ស៊ីបានធ្វើចំពោះអ៊ីរ៉ង់ការផ្ទេរបច្ចេកវិទ្យាដែលប្រទេសទាំងនេះកំពុងធ្វើមានសក្តានុពលនៅក្នុងការផ្លាស់ប្ដូរជញ្ជីងអំណាចក្នុងតំបន់ប្រឆាំងទៅនឹងសហរដ្ឋអាមេរិកវានឹងធ្វើឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកាន់តែពិបាកនៅក្នុងការដាក់ទណ្ឌកម្មដើម្បីធ្វើឲ្យគូប្រជែងរបស់ពួកគេដាច់ឆ្ងាយការចងសម្ព័ន្ធភាពរបស់សត្រូវក៏បង្កើនហានិភ័យនៃជម្លោះដែលកើតឡើងនៅក្នុងពេលដំណើរគ្នាសម្រាប់សហរដ្ឋអាមេរិកផងដែរជាឧទាហរណ៍ប្រសិនបើសង្គ្រាមបានផ្ទុះឡើងរវាងចិននិងសហរដ្ឋអាមេរិកកូរ៉េខាងជើងនិងរុស្ស៊ីទំនងជានឹងមើលឃើញឱកាសយុទ្ធសាស្ត្រក្នុងការធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងតែបាច់អារម្មណ៍ដរាបណាមេដឹកនាំបច្ចុប្បន្ននៅតែបន្តកាន់អំណាចនៅក្នុងប្រទេសនីមួយៗទាំងនោះទីក្រុង Washington មានឱកាសតិចតួចណាស់ក្នុងការបំបែកការចងសម្ព័ន្ធភាពនេះប៉ុន្តែមានជំហានមួយចំនួនដែលសហរដ្ឋអាមេរិកអាចធ្វើបានដើម្បីកម្រិតប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់ខ្លួនជាឧទាហរណ៍ការធ្វើបច្ចុប្បន្នភាពនិងការដាក់ទណ្ឌកម្មព្រមទាំងការត្រួតពិនិត្យការនាំចេញទោះបីវាហាក់ដូចជាល្បែងដេញវីសត្វកណ្ដុរដីក៏ដោយប៉ុន្តែវាជាជំហានចាំបាច់មួយក្នុងការរារាំងពាណិជ្ជកម្មខុសច្បាប់រវាងប្រទេសទាំងនេះទីក្រុង Washington ក៏អាចទម្លាយជាសាធារណៈនៅធាតុផ្សំនៃកិច្ចសហប្រតិបត្តិការខុសច្បាប់របស់ពួកគេដែលការនេះទំនងជានឹងធ្វើឲ្យទីក្រុងប៉េកាំងមានការរីរែកដោយសារតែខ្លួនមានការភ័យខ្លាចក្នុងការក្លាយទៅជាគោលដៅនៃទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិកហើយទីក្រុង Washington អាចគៀងគរប្រទេសទី3ឲ្យជួយដាក់សម្ពាធដោយដែលបានឃើញក្នុងឆ្នាំ2024
នៅពេលដែលអារ៉ាប៊ីសាអូឌីតបានដាក់សម្ពាធលើរុស្ស៊ីកុំឲ្យផ្ដល់មីស៊ីលទំនើបទៅឲ្យក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែនសហរដ្ឋអាមេរិកក៏អាចទប់ស្កាត់បណ្ដាញនេះដោយប្រើប្រាស់ការទូតដើម្បីរារាំងកុំឲ្យវាពង្រីកខ្លួនបានផងដែរជាឧទាហរណ៍សហរដ្ឋអាមេរិកបានធ្វើការងារជាមួយនឹងប្រទេសប្រេស៊ីលឥណ្ឌានិងអាហ្វ្រិកខាងត្បូងនៅឆ្នាំ2024ដើម្បីរំខានដល់កិច្ចប្រឹងប្រែងរបស់ចិនរុស្ស៊ីក្នុងការបំលែងប្លុកប្រទេស BRICS ឲ្យក្លាយទៅជាតួអង្គប្រឆាំងអាមេរិកដោយចំហសហរដ្ឋអាមេរិកក៏ត្រូវតែរៀបចំខ្លួនដើម្បីដោះស្រាយជាមួយនឹងផលវិបាកនៃការចងសម្ព័ន្ធភាពនេះផងដែរការនេះរួមបញ្ចូលទាំងធានាថាអង្គភាពស៊ើបការសម្ងាត់ប្រមូលវិភាគនិងចែករំលែកព័ត៌មានដែលតាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់សត្រូវក្នុងកម្រិតសមស្របការចូលរួមនិងការអប់រំសម្ព័ន្ធមិត្តនិងឥទ្ធិពលនៃការចងសម្ព័ន្ធមិត្តនេះព្រមទាំងការអភិវឌ្ឍវិធានការឆ្លើយតបចំពោះផលប្រយោជន៍យោធាដែលសត្រូវម្នាក់អាចទទួលបានពីជំនួយរបស់សត្រូវម្នាក់ទៀតគូប្រជែងផ្ដាច់ការរបស់ទីក្រុង Washington គឺមានលទ្ធភាពទាបណាស់ក្នុងការបើកការវាយប្រហាររួមគ្នាប្រឆាំងទៅនឹងអាមេរិកឬចូលរួមអន្តរាគមន៍ដោយផ្ទាល់ជំនួសមុខឲ្យគ្នាទៅវិញទៅមកប្រសិនបើសហរដ្ឋអាមេរិកប្រើប្រាស់សកម្មភាពយោធាប្រឆាំងទៅនឹងប្រទេសណាមួយក្នុងចំណោមពួកគេទាំង4ការចងសម្ព័ន្ធភាពរបស់ពួកគេពិតជាតំណាងឲ្យការធ្វើសមាហរណកម្មដ៏មានសារៈសំខាន់និងម៉ឺងម៉ាត់បំផុតមួយនៃកងទ័ពផ្ដាច់ការនៅក្នុងប្រវត្តិសាស្ត្រទំនើបហើយវាបានកើតឡើងចំពេលដែលសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកទៅលើច្បាប់ចាស់បានដួលរលំហើយហានិភ័យនៃសង្គ្រាមធំកំពុងតែកើនឡើងវានឹងក្លាយទៅជាការខ្វះការទទួលខុសត្រូវប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះការនេះឲ្យបានម៉ឺងម៉ាត់ទៅតាមទម្រង់ជាក់ស្ដែងរបស់វានោះទេ